សួស្តីពុកម៉ែបងប្អូនថ្ងៃនេះមកនិយាយរឿងក្នុងចិត្តតិចទាក់ទងជាមួយនឹងបងប្អូន MMO ដៃថ្មីក៏ដូចជាខ្ញុំដែរក៏វាមិនជាដៃចាស់ទេវាដៃថ្មីដូចគ្នាដែរដល់ពេលខ្លះក៏គេពោលថាវាមិនមាន view វាផុសទៅក៏មិនមានអ្នកមើលវាមិនមាន view មានអីចឹងណាបងប្អូនពេលខ្លះយើងផុសទៅក៏មានបង MMO ដៃចាស់គាត់ថាណែនាំមកយើងណាពេលតែផុសវីដេអូផុសអីយើងផុសអ្វីឲ្យវាមានប្រយោជន៍ដល់បងប្អូនអ្នកដទៃដែរបានគេមើលចូលទៅ view យើងណា viewer របស់យើងពេលខ្លះរឿងហ្នឹងវាត្រឹមត្រូវហើយបងប្អូនខ្ញុំចង់ជម្រាបថាពេលខ្លះបើយើងអត់មានចំណេះជំនាញអីទេគឺវាអត់មានអីត្រូវធ្វើវីដេអូទេដោយសារតែបងប្អូនត្រូវរកឲ្យឃើញខ្លួនឯងណារបៀបថាយើងចេះអីមួយទីហោតែយើងចេះធ្វើអីមួយចេះយើងធ្វើវីដេអូពីរបៀបហ្នឹងទៅឲ្យដើម្បីបង្ហាញនៅលើ page Facebook បងប្អូនទៅដើម្បីឲ្យគេ view ដល់ពេលគេមើលទៅឲ្យវាមានប្រយោជន៍ដល់គេដែរអញ្ចឹងបានគេមើលបងប្អូនណាហើយចំពោះរបស់ខ្ញុំវិញខ្ញុំធ្លាប់ធ្វើដែរខ្ញុំធ្វើរបៀបថាមើលទៅខ្ញុំគិតថាមើលទៅឲ្យវាមានប្រយោជន៍ដល់គេអញ្ចឹងណាបងប្អូនធ្វើទៅរបៀបថាជំនាញរបស់យើងអ្វីយើងធ្វើវីដេអូបែបហ្នឹងទៅអញ្ចឹងហីបងប្អូនអញ្ចឹងខ្ញុំក៏ធ្វើទៅវាអត់មាន view ទៀតដល់ពេលអញ្ចឹងទៅអាហ្នឹងខ្ញុំមិនហ៊ានសួរទេតែគាត់ថាវាអត់មាន view អត់ដឹងថាធ្វើម៉េចដល់ចេះខ្ញុំវាធ្វើដែរនេះបានប្រហែល view ពីរបៀបធ្វើអាមុខរបររបស់យើងណាបងប្អូនវាមិនទៅបានលុយឯកាក់អីទេនេះប្រហែលសេនហ្នឹងធ្វើទៅក៏វាមិនរីកណា Facebook វាមិនបើកការមើលឃើញឲ្យវាកាន់តែដកទៅវិញអញ្ចឹងបងប្អូនតែតិចជាខ្ញុំក៏ធ្វើដែររបៀបថាវីដេអូឲ្យវាមានប្រយោជន៍ទៅដល់សហគមន៍របស់គេណាទីហោថាយើងធ្វើបែបcontent របស់យើងធ្វើរបៀបថាបង្រៀនពីរបៀបធ្វើម្ហូបអីចេះបងប្អូនរបៀបថាមានគ្រឿងរបៀបតែឆាទៅឲ្យវាមានរសជាតិត្រូវដាក់អីនៅពេលណាដាក់គ្រឿងអីនៅពេលណាអានោះក៏វាអត់មាន view ទៅទៀតដល់ពេលអញ្ចឹងទៅអាពាក្យថាឲ្យវាមានប្រយោជន៍យើងធ្វើមិនចេះថាបងចូលលេងផ្ទះខ្ញុំផងចូលលេងឡាញ់ខ្ញុំផងចាំខ្ញុំសងវិញអីចឹងណាដល់ពេលចាស់ទៅក៏វាមិនមានតរដែលអានេះខ្ញុំចង់និយាយថា Facebook ដូចជាម៉ោងណាដែលយើងធ្វើវីដេអូផុសច្រើនក៏វាមិនឡើង view ទៅជាធ្លាក់ view ទៅវិញមិនដឹងថារបៀបថាយើងធ្វើបែបម៉េចទេបងប្អូនអើយនេះខ្ញុំក៏ធ្វើហើយវារបៀបថាណែនាំបងប្អូនឲ្យវាមានប្រយោជន៍បងប្អូនព្រោះខ្ញុំធ្វើម្ហូបនេះខ្ញុំធ្វើបែបឲ្យធ្វើឲ្យបានហូបបានទាំងអស់គ្នាអញ្ចឹងណាបងប្អូនមើលវីដេអូខ្ញុំទៅវាមានប្រយោជន៍ដល់បងប្អូនថាមិនចេះធ្វើម្ហូបទេបងប្អូនមើលវីដេអូខ្ញុំទៅបងប្អូនចេះឆាមឿនឆាក្តៅឆាខ្ញីអីចឹងណាបងប្អូនអានេះសិតតែវាប្រយោជន៍ទេបងប្អូនអានេះខ្ញុំគិតថាប្រយោជន៍ហើយបងប្អូនបើនិយាយរួមទៅវាមិនមែនថាអត់ប្រយោជន៍ទេឥឡូវយើងឆាមឿនរបៀបមានគ្រឿងគ្រួយខ្លះមានខ្ទឹមស្ករប៊ីចេងយើងដាក់ឆាទៅណាហើយបើនិយាយថាវាអត់ប្រយោជន៍វាមានដូចជាមិនអត់ទេព្រោះយើងឆាមឿនហូបបាយវាមានប្រយោជន៍ដល់យើងដែរអញ្ចឹងបងប្អូននេះត្រូវដាក់ប្រេងចង់ដាក់អុយចេះហើយដល់ពេលចេះទៅខ្ញុំក៏នឹងតែនិយាយថាម៉េចទេបងប្អូនអើយមានតែបងប្អូនគឺស៊ូទាំងអស់គ្នាហ្នឹងហើយមានវីដេអូអីច្រើនទេបងប្អូនជួយមានតែជួយលេងផ្ទះខ្ញុំវិញផងខ្ញុំចង់ចូលវិញចែងមានអីទេបងប្អូនអើយអរគុណជួបគ្នានៅវីដេអូក្រោយ